បន្ទាប់ពីកម្ពុជាដាក់ញត្តិលិខិតអញ្ជើញឲ្យថៃមកប្រជុំ JBC ជាបន្តបន្ទាប់ហើយបញ្ចប់ពីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិថៃបានរំលោភបំពានដែនដីអធិបតេយ្យភាពកម្ពុជាសាជាថ្មីយ៉ាងធ្ងន់ធ្ងរបន្ថែមទៀតហើយបញ្ចប់ពីមកកន្លែងទៅមកកន្លែងនេះតែម្ដងមិនចប់នោះទេប្រទេសថៃនេះថាឲ្យថៃឈប់រំលោភបំពានកម្ពុជានោះបន្ទាប់ពីវាចប់ធ្វើនេះធ្វើនោះឥឡូវនេះវារំកិលបន្ថែមទៀតហើយប្រិយមិត្តជាទីមេត្រីហើយកម្ពុជាមិនអាចឈើមើលបាននោះទេបានតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពរំលោភបំពានដែនដីកម្ពុជាយ៉ាងធ្ងន់ធ្ងរតើនេះជាសញ្ញានៃការត្រៀមបង្កចំនួនមែនដែរទេប្រិយមិត្តជាទីមេត្រីដំណឹងថ្មីនាថ្ងៃទី20មេសា2026បន្ទាប់ពីចប់បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិជឿសប្បាយរីករាយអញ្ចឹងទៅហើយក៏ប៉ុន្តែស្ថានភាពនៅព្រំដែនកម្ពុជាថៃនោះថៃមិនគោរពអីណាណៃទេបាទមិនគោរពបទឈប់បាញ់ទេដូចគ្នាទៅនឹងពួកអ៊ីស្រាអែលណាប្រិយមិត្តឥឡូវនេះសកម្មភាពផ្ដេសផ្ដាសមកទៀតហើយស្ថានភាពព្រំដែនកម្ពុជាថៃកំពុងឡើងកម្ដៅខ្លាំងគួរឲ្យកត់សម្គាល់នៅគណៈដែលក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញរបាយការណ៍បច្ចុប្បន្នភាពកាលពីថ្ងៃទី19មេសា2026នេះបាទកាលពីល្ងាចថ្ងៃមិញណាប្រិយមិត្ត19អំពីការកើតឡើងនៅសកម្មភាពរំលោភបំពានយ៉ាងបំពានពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃបាទប្រទេសចង្រៃនេះដើរតែប្លន់លួចដីគេសកម្មភាពទាំងនេះមិនមែនជារឿងចៃដន្យនោះទេប៉ុន្តែវាគឺជាការរំលោភបំពានលើអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាជាប្រព័ន្ធនៅតាមបណ្ដោយខេត្តយុទ្ធសាស្ត្រសំខាន់រួមមានខេត្តព្រះវិហារដ៏មានជ័យពោធិ៍សាត់បាទ3ខេត្តនឹងឯងប្រិយមិត្តការសាងសង់ប៉ុស្តិ៍យាមជីកលេនដ្ឋាននិងការឈូសឆាយដីដោយខុសច្បាប់របស់ភាគីថៃកំពុងបង្កជាក្តីបារម្ភយ៉ាងខ្លាំងទៅដល់ស្ថិរភាពតាមបន្ទាត់ព្រំដែនដែលធ្លាប់តែមានភាពស្ងប់ស្ងាត់ផ្អែកលើទិន្នន័យនៃទីតាំងដែលត្រូវបានរំលោភបំពានយើងអាចមើលឃើញនៅយុទ្ធសាស្ត្របង្កហេតុរបស់ភាគីថៃយ៉ាងច្បាស់គឺការឡោមព័ទ្ធតំបន់ប្រវត្តិសាស្ត្រនៃខេត្តព្រះវិហារការសាងសង់ប៉ុស្តិ៍យាមនៅតំបន់តថាវចន្លោះប្រាសាទព្រះវិហារនិងតំបន់5មករាគឺជាការព្យាយាមពង្រឹងវត្តមានយោធានៅក្បែរតំបន់បេតិកភណ្ឌពិភពលោកដែលជាចំណុចរសើបបំផុតនេះអាចជាការសាកល្បងការឆ្លើយតបរបស់កងទ័ពកម្ពុជាក្នុងតំបន់អធិបតេយ្យភាពដាច់ខាតរបស់យើងទី2ការរៀបចំហេដ្ឋារចនាសម្ព័ន្ធយោធាខេត្តឧត្តរមានជ័យនៅស្រុកអន្លង់វែងទ្រពាំងប្រាសាទនិងបន្ទាយអំបិលសកម្មភាពរបស់ថៃមានលក្ខណៈជាការត្រៀមលក្ខណៈយុទ្ធសាស្ត្រការជីកលេនដ្ឋាននៅច្រកជប់កគីនិងការសាងសង់ផ្លូវថ្មើរជើងនៅតំបន់ថ្មដូនគឺជាសញ្ញានៃការរៀបចំបន្ទាយការពារឬការត្រៀមសម្រាប់ប្រតិបត្តិការយោធាណាមួយនាពេលអនាគតដែលផ្ទុយស្រឡះពីស្មារតីនៃកិច្ចព្រមព្រៀងព្រំដែនឆ្នាំ2000ទី3ការទន្ទ្រានកាន់កាប់ដីធ្លីតាមរយៈគ្រឿងចក្របាទអាហ្នឹងគឺខេត្តពោធិ៍សាត់មាន3ខេត្តសកម្មភាពថ្មីរបស់វាណាការប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ឈូសឆាយដីនៅតំបន់អូភ្លុកដំរីឃុំថ្មដាគឺជាការព្យាយាមផ្លាស់ប្ដូរស្ថានភាពដើមនៃដីព្រំដែនដើម្បីបង្កភាពស្មុគស្មាញដល់ការបោះបង្គោលព្រំដែននាពេលខាងមុខបាទនៅពេលដែលវាឈូសឆាយដីអញ្ចឹងហើយតើយើងវាស់ព្រំដែនបោះបង្គោលនារបៀបម៉េចទៅបាទបើសិនជាបង្គោលចាស់ត្រូវបានវាឈូសឆាយអីផ្សេងណាចំណុចនេះប្រិមិត្តចឹងទេនេះគឺជាចំណុចបាទខ្លះនៃការបំពានដែនដីកម្ពុជាយើងសប្បាយរីករាយបុណ្យចូលឆ្នាំខ្មែរចប់សពគ្រប់19មេសាទៅវាចាប់ផ្ដើមសកម្មភាពថ្មីតែម្ដងអញ្ចឹងមកខ្ញុំតែនិយាយថាកុំសប្បាយពេកកុំជ្រុលពេកកុំជ្រើមពេកបាទប្រយ័ត្នអស់ដីជាស្ដែង19មេសាម្សិលមិញសកម្មភាពបាទថ្មីរបស់យោធាថៃសប្បាយក៏សប្បាយទៅប៉ុន្តែថាសប្បាយល្មមក៏កុំភ្លេចព្រំដែនទឹកដីប្រទេសជាតិរបស់យើងផងដែរប្រិមិត្តយើងបរៀនកូនចៅយើងអញ្ចឹងណានៅពេលដែលយើងសប្បាយជ្រុលវាអញ្ចឹងវាបាត់បង់អញ្ចឹងវប្បធម៌អីទៀតដែលថៃវាចង់បានណោះមិនត្រឹមតែដីប៉ុណ្ណឹងទេវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជារបស់យើងជារួមសកម្មភាពរំលោភបំពាននាថ្ងៃម្សិលមិញ19មេសាមិនត្រឹមតែជាការសាងសង់ប៉ុស្តិ៍យាមធម្មតានោះទេប៉ុន្តែវាគឺជាការប្រមាថដល់ច្បាប់អន្តរជាតិនិងចំណងមិត្តភាពរវាងប្រទេសទាំងពីរវាចេះតែចូលមកតាមអំពើចិត្តអំបែងក្បាលរបស់វានឹងឯងប្រជាជាតិកម្ពុជាទាំងមូលកំពុងរងចាំមើលនៅចំណាត់ការទូតដ៏ម៉ឺងម៉ាត់ពីសំណាក់រាជរដ្ឋាភិបាលដើម្បីបញ្ឈប់មហិច្ឆតារំលោភបំពានរបស់កងកម្លាំងថៃនិងការពាររាល់មីលីម៉ែត្រនៃទឹកដីដូនតាឲ្យបានគង់វង្សបាទនេះគឺជាដំណឹងថាតើថៃវានឹងស្ដាប់ដែរទេនៅពេលដែលយើងគេថាតវ៉ាដាច់អហង្ការម្សិលមិញហើយនៅប្រិមិត្តបើអន្តរជាតិវាមិនខ្លាចផងបាទចុះទម្រាំរដ្ឋាភិបាលកម្ពុជា
បាទចឹងទេ3ខេត្តនឹងឯងខេត្តព្រះវិហារតំបន់តថៅស្រុកជាំខ្សានហ្នឹងគឺសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ខ្ញុំសង្ខេបបែបខ្លីមកវិញណាប្រិមត្តតាហេតុការអីខ្លះដែលវាបំពេញនេះបាទទីតាំងដូចជាខេត្តព្រះវិហារបាទតំបន់តថៅនឹងឯងគេធ្វើប៉ុស្តិ៍យាមសង្កេតការណ៍ដល់ពេលខេត្តដ៏មានជ័យនោះលងវែងទៅពាំងប្រាសាទបន្ទាយអំពិលបាទសម្រោងសាងសង់ផ្លូវជីកលេនឋានឈូសឆាយដីជាដើមអាហ្នឹងគឺខេត្តដ៏មានជ័យដល់ពេលខេត្តពោធិ៍សាត់អូភ្លុកដំរីឬក៏ឃុំថ្មដាដែលវាហើបផ្ទុះស្ថានភាពមុនអីនោះបាទឃុំថ្មដានឹងឯងប្រើគ្រឿងចាក់ធន់ធ្ងន់ឈូសឆាយដីនេះតំបន់ហ្នឹងបាទឃុំថ្មដាប៉ុន្តែមុននឹងផ្ទុះស្ថានភាពនៅឃុំថ្មដាហ្នឹងវាសើយនៅប្រទេសថៃវាជួបគ្រោះទឹកជំនន់បាទនៅភាគខាងត្បូងដល់ពេលអញ្ចឹងក៏បញ្ជូននាវារបស់ប្រទេសថៃហ្នឹងទៅជួយស្រោចស្រង់ប្រជាពលរដ្ឋវានៅតំបន់ហ្នឹងដែលរងទុក្ខវេទនាដោយសារគ្រោះទឹកជំនន់អាហ្នឹងគឺខ្ញុំរំលឹកកាលពីប្រហែលខែមុនណាប្រិមិត្តចឹងទេសង្ខេបបែបខ្លីប៉ុណ្ណឹងហើយកុំភ្លេចអំពីរឿងប្រទេសជាតិរឿងព្រំដែនបាទកុំចោលឲ្យសោះប្រិមិត្តពុកម៉ែបងប្អូនទាំងគ្នារួបរวมសាមគ្គីគ្នាបាទប្រយ័ត្នអស់គេដូនតាណាយើងតាមពិតកម្ពុជាយើងខ្លាំងយើងអាចកសាងប្រាសាទបាទប៉ុណ្ណាណីដោយសារតែការរួបរวมកម្លាំងគ្នាជាធ្លុងមួយនឹងហើយដល់ពេលយើងបែកបាក់យើងគិតតែផលប្រយោជន៍រៀងខ្លួនវាធ្វើឲ្យបាត់បង់បាទហើយពីណាគេដែលធ្វើឲ្យបែកបាក់មានពីណាគេនៅពីក្រោយដែលគេកកាយមិនឲ្យយើងបានសុខណាចុះប្រិមិត្តយល់យ៉ាងណាដែរតាថៃកំពុងតែលេងល្បិចយុទ្ធសាស្ត្រស្អីទៀតហើយបន្ទាប់ពីកម្ពុជារបស់យើងដាក់លិខិតអញ្ជើញឲ្យប្រទេសថៃមកប្រជុំ JBC វាស់វែងព្រំដែនចឹងទៅហើយលោកសៀស័កភុងកេតកៅរដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃនិយាយចំប្រកាសក្តែងថាកុំបខំថៃបាទកុំដាក់សម្ពាធថៃឲ្យថៃរៀបចំរដ្ឋាភិបាលឲ្យចប់សពគ្រប់សិនបាទគណៈរដ្ឋមន្ត្រីគណៈកម្មការ JBC ចឹងទេកុំដាក់សម្ពាធឲ្យថៃខ្លាំងពេកទុកពេលឲ្យថៃសិនបាទហើយថៃវាថាអត់ខ្លាចប្រជុំ JBC ទេប៉ុន្តែឲ្យវារៀបចំឈូសឆាយដីធ្លីឬក៏បោះបង្គោលអីផ្សេងឬក៏ធ្វើប៉ុស្តិ៍យាមអីអញ្ចឹងទៅចង់និយាយចឹងមែនលោកសៀស័កដោយបច្ចុប្បន្ននេះថ្មីវាបាទធ្វើនេះធ្វើនោះដែលកម្ពុជារបស់យើងតវ៉ាណាប្រិមិត្តដូចខ្ញុំសង្ខេបថាតំបន់តថៅដល់មានជ័យពោធិ៍សាត់ព្រះវិហារនេះកំពុងតែធ្វើគេប៉ុស្តិ៍យាមសង្កេតការណ៍សាងសង់ផ្លូវជីកលេនឋានឈូសឆាយដីប្រើគ្រឿងចាក់ធន់ធ្ងន់ឈូសឆាយបាទនេះហើយគឺជាសកម្មភាពពន្យាពេល delay របស់វាណោះបាទនេះគឺជារឿងព្រំដែនកម្ពុជាថៃហើយនៅមជ្ឈមបពីណោះប្រិមិត្តជាទីមេត្រីកំពុងតែក្តៅតែម្ដងលោកដូណាល់ត្រាំប្រកាសផ្អើលពិភពលោកហើយព្រមានវេកំតិចរោងចក្រអគ្គិសនីនិងស្ពានទាំងអស់ក្នុងប្រទេសអ៊ីរ៉ង់ចប់ហើយពាក្យថាធ្វើមនុស្សល្អលែងមានន័យសម្រាប់ត្រាំទៀតហើយគេថា no more Mr. Nice Guy ណាគាត់ទៅសេបាទ caption បង្ហោះនៅលើទូរស័ព្ទរបស់លោកចាំមើលតើគាត់និយាយខ្លះប្រិមិត្តស្ដាប់ទាំងអស់គ្នាខ្ញុំបន្ថែមព័ត៌មានអន្តរជាតិបន្តិចយោងតាមការចុះផ្សាយជាផ្លូវការដែលចេញពីសេតាវិមាននិងករណីផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី Donald Trump បានឲ្យដឹងថាភាពតានតឹងរវាងអាមេរិកអ៊ីរ៉ង់បានឈានទៅដល់ចំណុចកំពូលដែលមិនធ្លាប់មានក្នុងរយៈពេល5ទសវត្សរ៍ចុងក្រោយនេះលោក Trump បានផ្ញើសារព្រមានយ៉ាងធ្ងន់ធ្ងរនិងចំទៅកាន់ទីក្រុងតេហ៍រ៉ង់បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅច្រកសមុទ្រហូម៉ូសដែលលោកចាត់ទុកថាជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងធ្ងន់ធ្ងរលោកបានបញ្ជាក់យ៉ាងច្បាស់ថាប្រសិនបើអ៊ីរ៉ង់មិនព្រមទទួលយកកិច្ចព្រមព្រៀងដ៏សមរម្យដែលអាមេរិកកំពុងដល់ឲ្យទេនោះកងទ័ពអាមេរិកនឹងបើកការវាយប្រហារកំទេចរោងចក្រអគ្គិសនីនិងស្ពានយុទ្ធសាស្ត្រនីមួយៗនៅទូទាំងប្រទេសអ៊ីរ៉ង់ឲ្យខ្ទេចខ្ទីគ្មានសល់នោះទេក៏ប៉ុន្តែជាក់ស្ដែងកាលពីប្រហែលថ្ងៃមុនស្ពានមួយកន្លែងខ្ពស់ជាងគេរបស់អ៊ីរ៉ង់ត្រូវបានអ៊ីស្រាអែលកំទេចចោលបាត់ហើយដឹងប្រិមិត្តការវិភាគស៊ីជម្រៅលើសារដ៏កាចសាហាវនេះបានបង្ហាញថាយុទ្ធសាស្ត្រ No More Mr. Nice Guy របស់លោកត្រាំមិនមែនគ្រាន់តែជាការគម្រាមកំហែងតាមសម្ដីនោះទេប៉ុន្តែវាគឺជាការដាក់សម្ពាធសេដ្ឋកិច្ចនិងយោធាទន្ទឹមគ្នាលោកត្រាំបានលើកឡើងថាគណៈដៃរងប្រកាសបិទច្រកសមុទ្រហូម៉ូសតាមពិតទៅការបិទគប់របស់អាមេរិកបានធ្វើឲ្យច្រកនេះកាំងរួចទៅហើយដែលបណ្ដាលឲ្យអ៊ីរ៉ង់ខាត់បង់ទឹកប្រាក់ដល់ទៅ$500 លានក្នុងមួយថ្ងៃបាទអញ្ចឹងទេបានជាអាមេរិកបិទច្រកសមុទ្រហូម៉ូសដែរណាទៅពេលអញ្ចឹងអ៊ីរ៉ង់ខាត់បង់លុយអ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺការបញ្ជូនតំណាងអាមេរិកទៅកាន់ទីក្រុងអ៊ីស្លាមាបាតប្រទេសប៉ាគីស្ថានដើម្បីចរចាដែលនេះអាចជាឱកាសចុងក្រោយសម្រាប់អ៊ីរ៉ង់មុនពេលម៉ាស៊ីនសម្លាប់មនុស្សរបស់អ៊ីរ៉ង់ត្រូវបានបញ្ចប់ជាស្ថាពរដោយកម្លាំងយោធាអាមេរិកដែលលោកត្រាំអះអាងថាជាកិច្ចការដែលប្រធានាធិបតីមុនមិនហ៊ានធ្វើក្នុងរយៈពេល47ឆ្នាំកន្លងមកបាទមានពីណាគេហ៊ានធ្វើប៉ុន្តែត្រាំហ៊ានធ្វើណាប្រិមិត្តនេះគឺជាដំណឹងបន្ថែម